ការលក់រថយន្ត Tesla បានធ្លាក់ចុះប្រមាណជា 13% នៅក្នុងត្រីមាសទី1នៃឆ្នាំនេះដែលជាសញ្ញាមួយបានបង្ហាញថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏លេចធ្លោរបស់លោក Elon Musk កំពុងតែប្រឈមមុខទៅនឹងការលំបាកក្នុងការទាក់ទាញអតិថិជនការធ្លាក់ចុះនេះទំនងជាបណ្ដាលមកពីកត្តាចម្រុះរួមមាន model រថយន្តដែលហួសសម័យការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនផ្សេងៗទៀតនិងការរិះគន់ចំពោះជំហរនយោបាយរបស់លោក Elon Musk ក្រុមហ៊ុន Tesla បានរាយការណ៍ថាខ្លួនបានចែកចាយនៅរថយន្តចំនួន 336,681 គ្រឿងនៅទូទាំងពិភពលោកនៅក្នុងអំឡុងពេល3ខែដំបូងនៃឆ្នាំនេះដែលជាការធ្លាក់ចុះចំនួន 38,700 គ្រឿងនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនទោះបីជាក្រុមហ៊ុនបានផ្ដល់នូវការបញ្ចុះតម្លៃយ៉ាងច្រើនការផ្ដល់ហិរញ្ញប្បទានដោយគ្មានការប្រាក់និងការលើកទឹកចិត្តផ្សេងទៀតក៏ដោយតួលេខនេះគឺទាបជាងការរំពឹងទុករបស់អ្នកវិភាគដែលគេរំពឹងថានឹងមានជាង 48,000 គ្រឿងហើយវាជាសញ្ញាព្រមានសម្រាប់របាយការណ៍ប្រាក់ចំណូលត្រីមាសទី1របស់ក្រុមហ៊ុននេះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះប្រហែលជាពាក់កណ្ដាលចាប់តាំងពីពេលដែលវាឡើងដល់កម្រិតខ្ពស់បំផុតកាលពីពាក់កណ្ដាលខែធ្នូអ្នកវិភាគនៅមិនទាន់ច្បាស់ថាតើការធ្លាក់ចុះនៃការលក់នេះបណ្ដាលមកពីការធ្វើពហិការប្រឆាំងទៅនឹងលោក Elon Musk ដែលជាតកែក្រុមហ៊ុននេះឬកត្តាផ្សេងទៀតនោះទេអ្វីដែលគេដឹងនោះគឺថាការលក់រថយន្តអគ្គិសនីជាទូទៅកំពុងតែមានការធ្លាក់ចុះហើយ Tesla កំពុងតែរងផលប៉ះពាល់ជាពិសេសនោះគឺគណៈដែលអ្នកទិញរថយន្តកំពុងតែរងចាំមើលការចេញលក់នៅរថយន្ត Model Y ដែលត្រូវបានគេកែលម្អនៅចុងឆ្នាំនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានមូលដ្ឋាននៅអូស្ត្រាលីរដ្ឋទេសក៏បានបាត់បង់ចំណែកទីផ្សារទៅឲ្យគូប្រជែងនៅក្នុងប៉ុន្មានខែថ្មីៗនេះផងដែរដោយសារតែក្រុមហ៊ុនទាំងអស់នោះបានផ្ដល់នូវផលិតផលកាន់តែប្រសើរដែលរួមបញ្ចូលទាំងក្រុមហ៊ុន BYD ផងដែរក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិនមួយនេះបានបង្ហាញកាលពីខែមីនានៅបច្ចេកវិទ្យាថ្មីមួយដែលអនុញ្ញាតឲ្យរថយន្តរបស់ខ្លួនអាចសាកថ្មបានពេញនៅក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ